បងសាសកាថៃហ៎ដងបោះចោលមែនអត់តែលើនេះមិនបាច់បោះចោលទៀតទេខ្ញុំនឹងនាំបងទាំងអស់គ្នាមកយកសកាត្រីធ្វើជាម្ហូបបែបនេះអានេះគឺនៅប្រទេសចិនតាយាយនៅប្រទេសចិនគេនិយមម្ហូបខ្លាំងមែនតើដោយសារតែវាជួយសុខភាពជួយស្លាកជង្គង់ហើយជួយស្បែកទៀតបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសកាថៃឆ្ដោ1គីឡូតែសកាថៃហ្នឹងមិនខ្ញុំទិញពីផ្សារមកណាគឺរបៀបថាមានបងដែលគាត់លក់ថៃនឹងរបស់ខ្មែរយើងនឹងថៃឆ្ដោហ្នឹងគឺគាត់យកវាទៅលាងសម្អាតហាលវាឡើងក្រៀមនិយាយទៅគឺគេលាងសម្អាតឆេះស្អាតមែនតើមិនគេយកមកលក់ឲ្យយើងសម្រាប់ធ្វើ collagen ញ៉ាំអញ្ចឹងទៅប៉ុន្តែខ្ញុំទិញមកនេះគឺខ្ញុំយកមកធ្វើម្ហូបចិនមួយមុខហ្នឹងហើយយកវាមកដាក់ជាមួយនឹងស្រាសបន្តិចបន្តិចខ្ញីបន្តិចស្ងោរវាល្ងាស់ចោលរយៈពេល2ម៉ោងបានជា collagen ចេញល្អហើយបងប្អូនអ្នកគ្នាអ្នកដាក់វាពុះមុំអញ្ចឹងមកកុំដាក់ពុះខ្លាំងពេកហើយនៅពេលដែលបាន2ម៉ោងហើយបងប្អូនអ្នកគ្នាស្វឹងយកអាពពុះសនឹងចេញផងរហូតដល់2ម៉ោងហើយបងច្រោះវាយកតែទឹកគេច្រោះវានឹងឲ្យខ្លះសេរយៈពេលមួយយប់ទៀតនិយាយរួមទៅមួយមុខនេះគឺវារៀងប្រើពេលបន្តិចប៉ុន្តែគឺជាម្ហូបដែលឆ្ងាញ់មួយយ៉ាងដែរប្លែកមាត់ទៅពេលយើងខ្លះសេរវាមួយយប់ទៅវាឡើងកក់ទៅជាចាហួយបែបនេះបងប្អូនអ្នកគ្នាហើយចាហួយនឹងអត់មានធុំក្លិនឆ្អាប់អីទេនិយាយរួមទៅគឺជា collagen សុទ្ធចេញពីថៃសកាថៃហ្នឹងហ្មងបងប្អូនអ្នកគ្នាអាចញ៉ាំវាជាមួយនឹងទឹកស្អ៊ីវមែនទេឆាមឬមិនទេខ្ទឹមដូចយើងជ្រលក់សាច់មាន់ស្ងោរអូយរត់តែឆ្ងាញ់ប៉ុន្តែខ្ញុំដាក់ទឹកជ្រក់ជើងមាន់នេះថ្ងៃមុនខ្ញុំសល់